សូមជម្រាបសួរលោកស្រីប្រិយមិត្តទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីហៅមានព័ត៌មានពេលរសៀលបាទទស្សនិកជនជាទីមេត្រីព័ត៌មានពេលរសៀលគឺចាប់ផ្ដើមពីវេលាម៉ោង 2 រហូតដល់ម៉ោង 3 រសៀលហើយគឺចាប់ផ្ដើមពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រផងដែរហើយព័ត៌មានហៅមានពេលរសៀលគឺផ្ដោតសំខាន់គឺព័ត៌មានសន្តិសុខសង្គមក៏ដូចជាព័ត៌មាននយោបាយផងដែរបាទព័ត៌មានដំបូងនោះគឺកញ្ញានេះពាក់ព័ន្ធនឹងចាស់គឺព័ត៌មានជាដំបូងនោះគឺសម្ដេចព្រះរាមនរោត្តមបុប្ផាទេវីយើងទតការរៀបចំចង្គៀងគោមចាសម្ដេចព្រះរាមនរោត្តមបុប្ផាទេវីសមាជិកព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យមានការកែប្រែនៅរចនាបថមួយចំនួននៃរូបភាពចង្គៀងគោមដែលមានលក្ខណៈខុសពីទម្រង់ដើមខណៈដែលទ្រង់បានយើងទតដំណើរការរៀបចំចង្គៀងគោមដែលគ្រោងនឹងដាក់បង្ហាញនៅក្នុងពិព័រណ៍ចង្គៀងគោមខ្នាតធំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជានិងចិននៅថ្ងៃទី19ខែកញ្ញាចាស់គឺរហូតដល់ថ្ងៃទី18ខែតុលាឆ្នាំ2013នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញក្នុងដំណើរយើងទៅដំណើរការរៀបចំចង្គៀងគោមដែលក្រុមនឹងដាក់បង្ហាញនៅក្នុងពិព័រណ៍ចង្គៀងគោមខ្នាតធំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជានិងចិននៅព្រឹកថ្ងៃសុក្រទី13ខែកញ្ញានៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញសម្ដេចព្រះរាមនរោត្តមបុប្ផាទេវីសមាជិកព្រឹទ្ធសភាកម្ពុជាទ្រង់បានមានព្រះបន្ទូលសរសើរពីការតុបតែងលម្អចង្គៀងគោមទាំងនោះប៉ុន្តែចំពោះរចនាបថខ្មែរសម្ដេចព្រះនរោត្តមបុប្ផាទេវីបានស្នើឲ្យមានការកែប្រែនៅរចនាបថមួយចំនួននៃរូបភាពចង្គៀងគោមដែលមានលក្ខណៈខុសពីទម្រង់ដើមលោកបៃអានីងអគ្គលេខាធិការនៃគណៈកម្មការរៀបចំចង្គៀងគោមរបស់ក្រុមហ៊ុនខ្មែរ First Investment Holding បានបញ្ជាក់ថាមកដល់ពេលនេះការរៀបចំតុបតែងនិងដំឡើងចង្គៀងគោមទាំងនេះគឺសម្រេចបាន 80% ហើយគ្រោងនឹងធ្វើឲ្យរួចរាល់នៅមុនថ្ងៃទី19ខែកញ្ញាលោកក៏បានបន្តថាចង្គៀងគោមខ្នាតធំដែលកំពុងតែដំណើរការរៀបចំរចនាមានដាក់បញ្ចូលនៅជំនឿសាសនាគឺសាសនាព្រះពុទ្ធវប្បធម៌ប្រពៃណីរវាងកម្ពុជាចិននិងអត្តសញ្ញាណសម្គាល់នៃប្រទេសទាំងពីរដូចជាផ្ទាំងរូបភាពប្រាសាទអង្គរវត្តព្រះបរមរាជវាំងវិមានឯករាជ្យប្រាសាទព្រះវិហាររូបព្រះព្រហ្មសមុទ្រកូនសមុទ្រទឹកដោះនិងរូបភាពសម្គាល់វប្បធម៌ខ្មែរផ្សេងទៀតហើយចំណែកខាងវប្បធម៌ចិនវិញគឺឃើញមានរូបភាពតំណាងឲ្យអរិយធម៌និងវប្បធម៌ចិនដូចជារាជវាំងចិនរូបភាពសៀកនៃសិល្បៈចិនរូបម៉ុងសាយជាដើមលោកក៏បានបន្ថែមថាការរៀបចំគឺត្រូវចំណាយអស់ថវិកា$8សែនអាមេរិកចា៎បាទយើងឃើញថានេះគឺជាពិព័រណ៍មួយដែលបង្ហាញពីទំនាក់ទំនងរវាងកម្ពុជាចិនដែលយើងឃើញថាមកទល់ពេលនេះគម្រប់ខួបនៃទំនាក់ទំនងនៃការទូតនៃប្រទេសទាំងពីរគឺមានរយៈពេល50ឆ្នាំទៅហើយ55ឆ្នាំទៅហើយដែលជាទំនាក់ទំនងមួយដ៏ល្អប្រសើរផងដែរបាទយើងបញ្ចប់ព័ត៌មានពីពិព័រណ៍នឹងតែប៉ុណ្្នឹងយើងបន្តព័ត៌មានទាក់ទងនឹងបាតកម្មមហាបាតកម្មដែលគណៈបកសង្គ្រោះជាតិក្រុងនឹងធ្វើ3ថ្ងៃប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឲ្យធ្វើតែមួយថ្ងៃប៉ុណ្ណោះនឹងមានលក្ខខណ្ឌចំនួន4ចំណុចផងដែរយើងឃើញថាក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍សេចក្តីជូនដំណឹងផ្ញើជូនសាលារាជធានីភ្នំពេញស្តីអំពីការអនុញ្ញាតឲ្យគណៈបកសង្គ្រោះជាតិធ្វើមហាបាតកម្មតែរយៈពេលតែមួយថ្ងៃប៉ុណ្ណោះយើងឃើញថាជាលទ្ធផលក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណៈបកសង្គ្រោះជាតិធ្វើមហាបាតកម្មតែមួយថ្ងៃប៉ុណ្ណោះដោយអមទៅនឹងលក្ខខណ្ឌចំនួន4ចំណុចផងដែរទី1គឺធ្វើមហាបាតកម្មនៅថ្ងៃទី15កញ្ញាចាប់ពីវេលាម៉ោង6ព្រឹករហូតទៅដល់ម៉ោង8យប់គឺនៅទីលានប្រជាធិបតេយ្យហាមមានការប្រមូលផ្ដុំឬស្នាក់ទាំងយប់ទាំងថ្ងៃនៅទីលានប្រជាធិបតេយ្យឬនៅកន្លែងសាធារណៈណាផ្សេងនោះទេដើម្បីកុំឲ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់និងសន្តិសុខសង្គមលក្ខខណ្ឌទី2គឺហាមមិនឲ្យធ្វើមហាបាតកម្មនៅថ្ងៃទី16 17កញ្ញាពីព្រោះកាលបរិច្ឆេទចំថ្ងៃសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅរាជធានីភ្នំពេញនៅតាមបណ្ដាខេត្តនានាផងដែរលក្ខខណ្ឌទី3ចំនួនអ្នកចូលរួមមិនឲ្យលើសពី 10000 នាក់ដែលជាចំនួនអតិបរមាសមាមាត្រនឹងទំហំនៃទីលានប្រជាធិបតេយ្យលក្ខខណ្ឌចុងក្រោយមហាបាតកម្មនឹងមិនត្រូវបានដង្ហែក្បួនបាតកម្មឬដើរដង្ហែញ៉ាត់ទៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញដោយដែលបានព្រៀងគ្នារវាងតំណាងគណៈបកសង្គ្រោះជាតិនិងសាលារាជធានីភ្នំពេញដែលកំណត់ថ្ងៃទី11កញ្ញាកន្លងមកសេចក្តីជូនដំណឹងនេះនឹងត្រូវផ្សព្វផ្សាយឲ្យបានទាន់ថ្ងៃព្រលប់ទី6ខែថ្ងៃប្រហោះនេះផងដែរ
បើយើងឃើញថានេះគឺតកតងនឹងមហាបាតកម្មដែលក្រសួងមហាផ្ទៃអនុញ្ញាតឲ្យធ្វើតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី15ដោយសារតែថ្ងៃផ្សេងៗនោះគឺពាក់ព័ន្ធនឹងថ្ងៃដែលសិស្សប្រឡងហើយយើងឃើញថាថ្នាក់ដឹកនាំកម្ពុជានៃគណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែននិងគណៈបកសង្គ្រោះជាតិដែលមានអាយដាមសំរងស៊ីនឹងចូលគាល់ព្រះមហាក្សត្រនៅថ្ងៃស្អែកនេះផងដែរដើម្បីធ្វើយ៉ាងណារកដំណោះស្រាយផ្សេងៗអំពីបញ្ហាជាប់គាំងនយោបាយនោះបាទនេះគឺបញ្ហាជុំវិញនៃការបោះឆ្នោតក៏ដូចជាដំណើរវិវត្តជុំវិញនឹងការឈ្មោះទៅរកការរៀបចំរដ្ឋសភាក៏ដូចជារដ្ឋាភិបាលថ្មីនោះបាទសូមបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងយើងបន្តព័ត៌មានដែលព្រឹកមិញនេះគឺមានការភ្ញាក់ផ្អើលផងដែរគឺដោយសារតែប្រទេសឃើញក្របបែកបង្កាយមួយកញ្ញាសេនាងនៅមុខរដ្ឋសភាគឺប្រភេទ TNT ផងដែរហើយសមត្ថកិច្ចរបស់យើងគឺបានទៅដល់ទីកន្លែងគឺមកគ្រប់ស្ថាប័នទាំងអស់ដើម្បីធ្វើយ៉ាងណាត្រួតពិនិត្យហើយសមត្ថកិច្ចសម្រាប់ចិត្តបំទុះនៅនឹងកន្លែងកើតហេតុតែម្ដងដែលយើងឃើញថាសមត្ថកិច្ចបានសម្រាប់ចិត្តធ្វើការបំផ្ទុះក្របបែកកាយឆ្នៃនោះចោលដែលត្រូវបានគេប្លង់ចោលនៅមុខរដ្ឋសភានៅនឹងកន្លែងតែម្ដងដោយសារតែក្របបែកនោះមិនអាចយកចេញទៅបានបាទយើងឃើញថានេះបើយោងតាមមន្ត្រីស៊ីម៉ាក់ដែលបានទៅដល់នឹងកន្លែងតែម្ដងយើងឃើញថាក្របបែកកាយឆ្នៃនៅមុខរដ្ឋសភាជាតិនេះត្រូវបានបញ្ជាក់អះអាងថាជាប្រភេទម្សៅ TNT ក្រោយពេលប្រទេសឃើញក្របបែកនេះកម្លាំងសមត្ថកិច្ចចម្រុះនិងក្រមប្រឆាំងភេរវកម្មមន្ត្រីដោះមានស៊ីម៉ាក់បានធ្វើការត្រួតពិនិត្យនិងធ្វើការបិទផ្លូវឆ្លងកាត់តំបន់ជុំវិញផ្លូវកាន់រដ្ឋសភានិងស្ថានទូតអូស្ត្រាលីយើងឃើញថាក្រោយពីពិនិត្យរួចយើងឃើញថាមិនឃើញយកក្របបែកនោះចេញទេយើងឃើញថាខាងស៊ីម៉ាក់នឹងគឺបានបំផ្លាញនៅនឹងកន្លែងកើតហេតុតែម្ដងហើយយើងឃើញថាក្រោយបំទុះគឺបង្កឲ្យមានផ្សែងខ្មៅអួលអាប់នៅមុខរដ្ឋសភាផងដែរហើយនេះគឺហើយពាក់ព័ន្ធនឹងក្របបែកមួយទៀតគឺនៅម្ដុំស្ពាននេះគឺនៅម្ដុំវត្តភ្នំនោះគឺសមត្ថកិច្ចយើងបានប្រទះឃើញក្របបែក M79 ចំនួន3គ្រាប់ដែលចងភ្ជាប់គ្នាផងដែរដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី13ខែកញ្ញានេះហើយយើងឃើញថានេះគឺជារូបភាពនៃការបំទុះនៅនឹងកន្លែងកាត់ហេតុគឺការប្រទះឃើញក្របបែកបង្កាយគឺប្រភេទ TNT ហើយសមត្ថកិច្ចយើងដោយសារតែមិនអាចយកទៅបានសុខចិត្តបំទុះនៅនឹងកន្លែងកាត់ហេតុតែម្ដងបាទហើយយើងឃើញក៏ប្រទេសឃើញក្របបែកមួយទៀតគឺនៅវត្តភ្នំប៉ុន្តែជាក្របបែកដែលសមត្ថកិច្ចយើងអាចយកទៅបានព្រោះมันមានលក្ខណៈបង្កឲ្យមានគ្រោះថ្នាក់អ្វីនោះទេបាទបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះបាទកញ្ញាសេនាងបន្តទៅព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍គឺស្រវឹងបើករថយន្តទៅបុកនឹងបង្គោលខ្សែភ្លើងដោយបរិមម្នាក់នឹងគឺគាត់ស្រវឹងធ្លាក់ភ្នែកក៏បើករថយន្តទៅបុកបង្គោលខ្សែភ្លើងទាំងកំរោលបណ្ដាលឲ្យបាក់ចំណែករថយន្តនោះខូចខាតផ្នែកខាងមុខដែលហេតុការណ៍នេះកើតឡើងកាលពីចាស់ម៉ោង 13:30 នាទីចាស់នៅចំណុចផ្លូវលេខ 94 ខាងកើតរង្វង់វូលវត្តភ្នំសង្កាត់ស្រះចកខណ្ឌដូនពេញប្រពន្ធព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកាត់ហេតុគឺមានរថយន្តបង្កម៉ាឡេស៊ី407ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2A2255 បើកបរដោយបរិមម្នាក់ក្នុងទិសដៅពីត្បូងទៅជើងដោយតាមរង្វង់មូលវត្តភ្នំហើយខណៈមកដល់ចំណុចខាងលើក៏ទៅបុកនឹងមង្គលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយដើមចាស់ហើយដោយសារតែបន្ទាប់ពីព្រឹត្តិការណ៍នោះកើតឡើងរួចហើយក៏អ្នកបើករថយន្តនោះក៏ព្យាយាមរត់គេចរស់មកដល់ត្រឹមស្ពានជ្រោយចង្វាត្រើតខាងកើតនោះក៏ត្រូវសមត្ថកិច្ចឃាត់បានរថយន្តនោះទៅហើយចានេះពាក់ព័ន្ធទៅនឹងករណីស្រវឹងបើកទៅបុកនឹងបង្គោលភ្លើងចាលោកអ្នកជាទីគោរពខណៈនេះយើងខ្ញុំទាំងពីរអ្នកក៏សូមសម្រាប់មួយផ្លែសិនជួបនៅឧបត្ថម្ភកម្មវិធី